ទាំងធ្វើពុតជាស្លន់ស្លោអូយហើយថៃហ្នឹងមានរឿងស្អីណែនាងមើលចុះដីកន្លែងនេះមានស្នាមកាយថ្មីមាស5ផែនគ្មានសល់យើងកប់យកមិញពាក់កណ្ដាលអាត្រៀនអត់មានអ្នកណាដឹងទេមានតែថ្មនិងកបិតនេះឯងនៅយឹមទីនេះយើងមិនថានរណាទេមានតែថ្មនិងកបិតនេះហើយជាអ្នកលួចមាសច្បាស់ហើយណែមានតែអាថ្មនិងកបិតនោះគ្មានអ្នកណាមកលួចនោះទេនាយសុកសម្លឹងមើលថ្មនិងកបិតដោយកំហឹងទេគ្មានអ្នកណាដឹងទេមានតែថ្មនិងកបិតនេះឯងដែលនៅទីនេះយើងមិនព្រមទេយើងត្រូវតែប្តឹងពធហើយអីក៏ល្ងងដូចនេះស្អែកឡើងនាងនេះបានចេញទៅជួបនាយកនជាសហាយស្មន់របស់ខ្លួនអូយប្រពន្ធសម្លាញ់របស់បងយប់នេះអូនពិតជាស្រស់ស្អាតដូចផ្កាដុះលើឋានសួគ៌ព្រោះអូនគឺជាផ្កានោះអីនិយាយចឹងអូនប្រកាសជាដឹងថាបងជាអ្នកលួចមាសប្តីរបស់អូនមែនអន់ឥឡូវមាសនោះបងទុកវានៅឯណាអូយបើមាសគឺបងបានទុកវានៅឯផ្ទះរបស់បងនោះអីរងចាំតែពេលវេលាល្អចាំអូនទៅសោយសុកមាសទាំងនោះជាមួយគ្នាត្រូវឲ្យបងសម្លាញ់អូនធុញនឹងប្តីរបស់អូនណាគ្មានបានការស្អីទេគ្មានចេះផ្អែមល្ហែមអីបន្តិចទៅមើកមិនដឹងខ្យល់ស្អីបន្តិចថ្ងៃបន្ទាប់សុករែកថ្មនិងកំបិតនាំទៅប្តឹងចៅក្រមចៅសុកតើឯងចង់ប្តឹងនរណាហើយតើនរណាជាចុងចោតខ្ញុំបាទសូមប្តឹងថ្មមួយដុំនិងកំបិតមួយនេះពីបទលួចមាស5ផែនអ្នកភូមិមករមើទាំងសោចចំអកអូយមើលចាស់អាសុកវាឈួតហើយប្តឹងទាំងថ្មប្តឹងទាំងកំបិតនោះយីអីក៏ចម្លែកម្លេះមិនដែល